ជារៀបសួរបងប្អូនថ្ងៃនេះយើងមកបង្កើត Gmail បងប្អូនក្នុងឆ្នាំ2025នេះ Gmail គឺមានបញ្ហាបងប្អូនគឺបង្កើតខូចតោះឥឡូវយើងមកមើលបង្កើតរបៀបបង្កើតទាំងអស់គ្នាបងប្អូនដំបូងយើងចុចយក Play Store ឲ្យចុចពាក្យ Sign in មកបងប្អូនបន្ទាប់មកចុចយក Get Account បន្ទាប់មកចុចយកខាងក្រោមបន្ទាប់មកកន្លែងនេះគឺបំពេញឈ្មោះនាមត្រកូលអញ្ចឹងបងប្អូនពេញត្រកូលហើយបន្ទាប់មកបំពេញឈ្មោះបំពេញតាមខ្ញុំក៏បានអាចដាក់ផ្សេងពីខ្ញុំក៏បានដាក់ឈ្មោះបងប្អូនក៏បានត្រង់នេះយើងដាក់ថ្ងៃខែឆ្នាំកំណើតបងប្អូនដាក់ធ្វើម៉េចឲ្យក្រោមឆ្នាំ2000ណាបងប្អូនអញ្ចឹងអាយុបងប្អូនអាចថាច្រើនបន្តិចតែ Gmail វាអាចនឹងអត់ចាប់បើសិនជាបងប្អូនដាក់ខ្លីពេកអាចនឹង Gmail វាចាប់ណាបងប្អូនឥឡូវយើងដាក់ Gmail ម្ដង Gmail នេះយើងដាក់អាចដាក់ជាអក្សរតមកមានលេខខ្លះអញ្ចឹងទៅដើម្បីឲ្យវា support អូខេឥឡូវវា support ហើយកន្លែងនេះគឺយើងដាក់ password នេះបងប្អូនត្រូវចំណាំណាព្រោះទាំងខាងមុខទៀតវាឲ្យវាយ password បញ្ជាក់ម្ដងទៀតឥឡូវខ្ញុំវាយ password រួចរាល់ហើយអញ្ចឹងតោះទៅមើលទាំងអស់គ្នាអញ្ចឹងយើងចុច next អូខេបន្តមកយើងចុច next ទៀតមកអញ្ចឹងរងចាំវាបន្តិចកន្លែងនេះវាពងផ្សេង in ចូលហើយបងប្អូនចាំតិចសិនអូខេយើងចុច next បន្តទៀតអូខេឥឡូវឃើញថាវាចាប់ Gmail របស់យើងគឺបង្កើតភ្លាមគឺចាប់ភ្លាមតែម្ដងបងប្អូនវាសួរថាយើងជា robot មិនមែនឥឡូវចាំបន្តិចវាពងចូលនាំយើងចូលទៅកន្លែង take នេះមកដល់កន្លែងនេះវាសួរយើងវាឲ្យយើងពេញបែបបទមួយចំនួនទៀតទើបអាចប្រើ Gmail នឹងបានអូខេឥឡូវយើងវាសួរថាយើងមិនមែនជា robot យើងត្រូវចុចគ្រីសកន្លែងនេះបងប្អូន take កន្លែងហ្នឹងសិនមកអូខេបន្ទាប់មកដល់កន្លែងនេះមើលអក្សរខាងលើវាដាក់ពាក្យថា moto អញ្ចឹងយើងត្រូវរើសរូបភាពកន្លែងណាគ្រីសណាដែលមាន moto យើងគ្រីសទាំងអស់ហើយយើងចុច next បន្ទាប់មករូបទី2បន្ទាប់មកគឺយើង take ទៀតរហូតដល់វាថាអូខេអញ្ចឹងឥឡូវវាដល់គ្រប់វាថាគំនុកឆ្លងផ្លូវអញ្ចឹងយើងចុចបន្តទៀតមកអូខេឃើញថាវាអត់តាន់ទៅទេវាចុចដាក់ពាក្យ moto អញ្ចឹងយើងរើសយកពាក្យ moto ទៀតរើសរូបណាដែលមានពាក់ព័ន្ធជាមួយនឹង moto អូខេយើងដាក់ទៀតមកចុចរហូតដល់វាចេញសញ្ញាគ្រីសអូខេមកដល់កន្លែងនេះវាដាក់រូបថាពាក្យតែខាអញ្ចឹងបងប្អូនត្រូវក្នុងចំណោមរូបហ្នឹងរូបណាដែលមានខាអញ្ចឹងចុចរហូតដល់ពេលវាអស់ចាំយើងចុច next អូខេឥឡូវយើងចុចបន្តទៀតអូខេហើយឃើញថាអស់រូបឡានហើយអូខេអញ្ចឹងយើងចុច next តមកវាចេញរូបគ្រីសអញ្ចឹងបានន័យថាអូខេបងប្អូនយើងអាចបំពេញ password ហើយនឹងលេខទូរស័ព្ទបានអូខេឥឡូវមកដល់កន្លែងនេះវាឲ្យបញ្ជាក់ password យើងម្ដងទៀតខ្ញុំវាយ password ម្ដងទៀតអូខេឥឡូវយើងវាយ password រួចរាល់ហើយយើងចុច next ចឹងមកដល់កន្លែងនេះវាឲ្យយើងបញ្ជាក់លេខទូរស័ព្ទបើសិនជាបងប្អូនមានលេខទូរស័ព្ទតែបង្កើតហើយវាអាចនឹងឲ្យបង្កើនម្ដងទៀតឬមួយក៏អត់អាចបើសិនជាបងប្អូនវាយលេខទូរស័ព្ទអត់ចូលទេអាចរកលេខទូរស័ព្ទផ្សេងដើម្បីវាយចូលតែលេខទូរស័ព្ទនោះត្រូវតែនៅជិតបងប្អូនដើម្បីវាទាមទារផ្ញើកូដមកបងប្អូនអញ្ចឹងខ្ញុំវាយលេខនេះគឺ SIM ថ្មីបើអតិថិជនគាត់ទៅទិញអញ្ចឹងយើងវាយលេខទៅឃើញថា Google វា support វាស្រួលជាងមុនដោយសារពីមុនលេខទូរស័ព្ទគ្រប់ប្រព័ន្ធទាំងអស់សូម្បីតែលេខថ្មីក៏វាអត់ support ដែរបងប្អូនយើងវាយចូលទៅក៏វាអត់ឲ្យដែរឥឡូវឃើញថាវាស្រួលជាងមុនអញ្ចឹងអូខេហើយ Gmail យើងបង្កើតបានរាល់ជោគជ័យដល់ 100% អញ្ចឹងបងប្អូនប្រើទៅអត់មានបញ្ហា error ឬមួយក៏មានបញ្ហាអីផ្សេងទេ YouTube Facebook បងប្អូនអាចបើកបានទៅសេរីអូខេអរគុណ thank you ជួបគ្នាវីដេអូក្រោយអរគុណបាយបាយ